អរគុណប្រិមិត្តដែលចំណាយពេលតាមដានទស្សនានៅការផ្សាយរបស់ក្រុមការងាររញូជាតិជាស្ត្រីមានតម្លៃខ្ពស់គ្រប់មនុស្សប្រុសស្រីទាំងអស់តែលើកំពួរឈ្មោះស្ត្រីខ្មែរសង្គមខ្មែរធ្លាក់ដល់ប៉ុណ្ណឹងមែននៅពេលដែលគេស្លាប់នៅលើផ្លូវឲ្យយើងទៅរំសប្បាយអីអញ្ចឹងខ្ញុំអត់យល់ដែរខ្ញុំឃើញវីដេអូហ្នឹងខ្ញុំនឹកឃើញដល់ប្អូនមួយគេដែលថាឡានគេទុកចោលហើយឃើញចៀតពេកអាយ៉ាយចេញហើយថាអត់ចេះបើកឡានអត់ចេះអីហើយខោធ្លាក់ហើយដល់ពេលគេមកសម្ភាសបកស្រាយគេថាវិសាឃើញគេខមមិនបុកឡានគេឲ្យសោចសបាយអីឈរដូចធម្មតាក៏ថាគេថាដោយសារតែភ័យពេកជួប idol what បុកគ្នាឲ្យទៅភ័យជួប idol អីគេអត់យល់ទេនេះអាសាតាមដានបងដែរមើលដូចសបាយអញ្ចឹងទៅសម័យគាត់មកបកស្រាយសបាយហើយនេះមិនគេបានជួប idol គេដែរបានចូល live មិនបានទៅរំអញ្ចឹងមនុស្សគេស្លាប់គេពងបាក់ចិត្តគ្រួសារគេបាក់ចិត្តឯងមករំអញ្ចឹងវាអញ្ចឹងដូចអារឿងសាក់រឿងអីមែនតែគេនេះទេពេលខ្លះសាក់ស្រឡាញ់សាក់អីមែនតែអ្នកខ្លះសាក់មកអញ្ចឹងឯងមែនយើងនិយាយតែកំហុសទៅលើសាក់ឯនេះកំហុសទៅលើមនុស្សទេតែនៅពេលដែលគេឃើញមនុស្សមានសាក់អញ្ចឹងគឺគេចោទទៅលើសាក់ទេហើយតែមកមនុស្សអញ្ចឹងមានវាមិនច្រើនខ្លាំងហើយក៏វាមិនតិចខ្លាំងដែរអ្នកអញ្ចឹងដើរវាយកាប់ចាក់ដើរអីហើយមើលឃើញដល់ពេលឃើញគេស្លាប់អញ្ចឹងដូចសប្បាយបានចូលកាមេរ៉ាបាន live អីចឹងសិតតែអត់ចូលរៀនអត់អីទេក៏យើងមើលមកវាដឹងហើយខ្ញុំគួរនិយាយមិនគ្រាន់តែយើងមើលទៅឃើញវាស្នោហ្នឹងគួរថាណាដល់មានមនុស្សអញ្ចឹងកើតមកខ្ញុំអត់មាននិយាយច្រើនទេមានតែប៉ុណ្្នឹងទេខ្លីបាយ